សួស្តីអ្នកគ្នាមកកាន់វីដេអូថ្មីមួយទៀតហើយវីដេអូនេះគឺខ្ញុំតភាគមកពីវីដេអូមុនទេវីដេអូមុនដើរលេងកប៉ោតហ្នឹងគឺមកពេញវិញគឺមកតាមផ្លូវកែបហើយពីកប៉ោតជិះមកពេញវិញតាមផ្លូវកែបហ្នឹងរៀងឆ្ងាយប៉ុន្តែខ្ញុំជិះមកតាមកែបហ្នឹងដោយសារខ្ញុំចង់ចូលខាងកំពង់ត្រាចហ្នឹងទៀតជាងចឹងបានដើរនៅកំពង់ត្រាចមកកន្លែងទៀតអូខេឥឡូវបរិយាយនឹងបានអីកុំឲ្យយូរយើងដែលមើលទេសភាពតាមដងផ្លូវចូលទៅក្នុងកំពង់ត្រាចម្ដងហើយផ្លូវនេះគឺខ្ញុំជិះទៅហ្នឹងខ្ញុំអត់តន់ចូលកន្លែងដែលភ្នំកំពង់ត្រាចដែលគេមនុស្សគេច្រើនចិត្តទៅហ្មងទេគឺខ្ញុំចូលមកខាងកន្លែងដែលគេធ្លាប់ឃើញវីដេអូគេថតមានប្រហោងកន្លែងកពូល3ដូចជាគេហៅខ្នើយក៏មិនទេខ្ញុំអត់ចាំពាក្យហ្នឹងដែរហើយឥឡូវនេះយើងមកដល់ហើយយើងចូលទៅផ្លូវទៅកន្លែងហ្នឹងតែបើទៅកន្លែងហ្នឹងយើងមានផ្លូវបំបែកជា2គឺកន្លែងខ្លោងទ្វារវត្តគេចូលតាមខ្លោងទ្វារវត្តហ្នឹងគឺទៅកន្លែងណាមនុស្សច្រើនហ្នឹងតែពួកយើងខ្ញុំអត់ចូលកន្លែងខ្លោងទ្វារវត្តហ្នឹងគឺខ្ញុំចូលមកបកមកចូលកន្លែងនេះខ្ញុំតែម្ដងហើយដូចអ្នកនរឃើញអញ្ចឹងគឺអត់សូវមានមនុស្សទេហើយខ្ញុំមកនេះគឺថ្ងៃចូលឆ្នាំអញ្ចឹងអ្នកនរចូលក្នុងខ្មែរហើយអត់សូវមានមនុស្សមកកន្លែងហ្នឹងតែបើទៅកន្លែងមួយទៀតមានមនុស្សច្រើនហើយឥឡូវនេះគឺជាទស្សនវិជ្ជានៅកន្លែងហ្នឹងហើយមកនេះគឺដូចជាមានបង pass app នេះគាត់ដូចជាអ្នកដំណើរអ្នកទេសចរដែរអញ្ចឹងហើយក្រៅហ្នឹងសិនអ្នកសុខភូមិហ្នឹងហ្នឹងទៅហើយមានក្មេងៗក៏ធ្វើ guide ធ្វើអីឲ្យអញ្ចឹងហើយយើងអាចជួលពួកគាត់បានហើយពួកគាត់មិនថាតែធ្វើ guide ស្គាល់ទីតាំងទេពួកគាត់ចេះថតទៀតណាខ្ញុំឲ្យគាត់ថតរូបឲ្យខ្ញុំគឺគាត់ថតស្អាតមែនទេឥឡូវនេះគឺគាត់នាំខ្ញុំទៅកន្លែងលាអាងទី1ខាងក្រោមគេហើយកន្លែងលាអាងហ្នឹងពេលខ្ញុំមើលអ្នកនរឃើញទឹកអញ្ចឹងមើលសិនខែភ្លៀងខែឧស្សាហ៍គឺទឹកខៀវថ្លាស្អាតហើយទឹកច្រើនហើយកន្លែងហ្នឹងឃើញអញ្ចឹងជ្រៅដែរកន្លែងនេះសិតតទេកន្លែងមានរត់អីអញ្ចឹងខ្ញុំសួរពួកគាត់អញ្ចឹងហើយអាហ្នឹងគឺជាកន្លែងលាងទី1ឥឡូវខ្ញុំឡើងទៅខ្ញុំដើរទៅមើលខាងលើម្ដងតែបាត់មានលាងមួយទៀតតែខ្ញុំមិនបានចូលទេដោយសារពេលរៀងខោចដែរแล้วពួកគាត់នាំខ្ញុំទៅមើលកន្លែងដែលគេហៅថាមានប្រហោង3គេហៅថាមានប្រច័នមានព្រះអាទិត្យមានអីគេមិនទេហើយឥឡូវហ្នឹងគឺគាត់កំពុងនាំខ្ញុំដើរទៅហើយហ្នឹងគឺមានកន្លែងសែនមានអីអញ្ចឹងមានគេយកចាច់យកធាតយកអីយ៉ាងដាក់នឹងដែរអ្នកនរគ្នាហើយនេះគឺជាដើរឡើងគឺចោតរៀងចោតដែរយើងអ្នកមុំដូចចាស់អីប្រហែលជាគាត់យើងពិបាកតិចហើយស្បែកខ្ញុំអីឡើងចង់ស្រាវដែរខ្ញុំខ្លាចតែអល់ព្រោះកន្លែងកាន់កន្លែងអីវាខ្លះកន្លែងខ្លះមានកន្លែងកាន់កន្លែងខ្លះក៏អត់ទៅដូចអ្នកឃើញអញ្ចឹងគឺវាដើរដូចសឹងនេះហ្មងសឹងវាទៅហ្មងអ្នកនរហើយពួកគាត់នៅហ្នឹងគាត់ស៊ាំនឹងទៅគាត់ឡើងលឿនអញ្ចឹងហើយនិយាយទៅអ្នកនរមកឃើញតន់មកមិនដឹងថាវារៀងចោតអញ្ចឹងកន្លែងហ្នឹងដូចជាគេអត់តន់អភិវឌ្ឍអីច្រើនទេក៏គេដាក់ប៉ុណ្ណឹងឲ្យយើងសិនហើយនេះទៅទិដ្ឋភាពឡើងមកដល់ខាងលើហ្នឹងហើយគឺមានអីអ្នកនរគឺប្លែកម្យ៉ាងគឺស្អាតមានអារម្មណ៍ថាដូចស្តៀងស្រុកគេអញ្ចឹងហើយនេះកន្លែងផ្លូវចូលដល់ខាងលើហ្នឹងហើយអូខេឥឡូវខ្ញុំមកដល់ខាងលើលាហ្នឹងហើយនេះគឺជាទិដ្ឋភាពឡើងខាងលើអាងគឺអែមមែនតើអ្នកនរស្អាតហើយនេះចាំមើលទៅទៀតខ្ញុំថតខាងលើគឺជាកន្លែងនេះគឺអ្នកនរឃើញគឺវាមានប្រហោង3អញ្ចឹងហើយដូចជាខាងពួកគាត់ថាអីវាហ្នឹងមានព្រះច័ន្ទព្រះអាទិត្យព្រះអីណាណីហ្នឹងហើយឥឡូវពួកគាត់នាំខ្ញុំមកមើលកាជៀវនៅហ្នឹងមានកាជៀវទេអ្នកនរតែគាត់ថាកាជៀវដូចជាពួកគាត់ហៅមកដូចជាអត់មកទេដឹងមិនទេគឺដោយសារតែខ្ញុំសយកាជៀវវាមិនចង់មកឬក៏មិនទេពួកគាត់ថានៅហ្នឹងមានកាជៀវច្រើនឥឡូវក៏ខ្ញុំចេញពីកន្លែងហ្នឹងមកគឺខ្ញុំទៅកន្លែងក្នុងកំពង់ត្រាចកន្លែងដែលមនុស្សច្រើនពីច្រើនទៅហ្នឹងហើយខ្ញុំជិះកន្លែងហ្នឹងខ្ញុំជិះខុសផ្លូវវៀងឡើងមកជុំផ្លូវនេះវាងឡើងមកជុំភ្នំនេះហើយនេះគឺខ្ញុំមកដល់ហើយមានកន្លែងអង្គុយអីញ៉ាំអីនៅតាមហ្គេមជើងភ្នំអីចឹងហើយជើងភ្នំមានរុនមានអីចឹងហើយនេះមានគេជិះបែបជាអាតេះភ្លើងកំសាន្តលេងអីចឹងណាបែបគ្រួសារបែបអីមានជិះសេះមានអីទេណានេះហើយឥឡូវខ្ញុំបានមកដល់ហើយនៅហ្នឹងគឺវត្តនេះគឺខ្លោងទ្វារវត្តគឺវត្តភ្នំកំពង់ត្រាចអូខេអ្នកនេះហើយមនុស្សមករៀងច្រើនគួរសមដែរខ្ញុំមិនដឹងថាដោយសារថ្ងៃចូលឆ្នាំខ្មែរឬក៏ដងសៅរ៍អាទិត្យថ្ងៃធម្មតាច្រើនអញ្ចឹងអត់ទេឥឡូវខ្ញុំដាក់ផ្ញើម៉ូតូដាក់អីហើយគឺខ្ញុំដើរមកចូលទៅលាអាង
ហើយនេះគឺជាទស្សនភាពនៅក្នុងឡាអាងកន្លែងក្បាលដំបងគឺមានកន្លែងសក្ការៈបូជាមានអីមានគ្រូទាយមានអីនៅហ្នឹងទៀតអ្នកនេះហើយកន្លែងខ្លះដូចគេធ្វើសំណង់ធ្វើអីគេធ្វើផ្លូវឲ្យយើងស្រួលដើរនៅក្នុងហ្នឹងអញ្ចឹងតែមិនដឹងថាពេលភ្លៀងពេលមកនៅហ្នឹងលិចអត់ទេហើយនេះគេមានកន្លែងកន្លែងសក្ការៈដែលមានអីឲ្យអញ្ចឹងហើយនេះតែសារនៅហ្នឹងអីចឹងអ្នកនេះហើយនេះទេសភាព view ឡើងនេះគឺលយមែនតើអ្នកនេះមើលថាជាអាចថតជារឿង Hollywood បានតែបើសិនជាដើមឈើច្រើនហ្នឹងទៀតអាចខ្លាចជាកន្លែង Avatar អ្នកនេះថាលេងអ្នកនេះហើយនេះគឺកន្លែងនេះទឹកលិចនិយាយទៅកន្លែងនេះចូលរៀបមានរុនច្រើនអ្នកនេះហើយរុនsẽអាចចូលបានទេតែមិនដឹងថាចូលទៅចេញមកកន្លែងតែមួយឬមិនទេហើយនេះគឺទស្សនភាពនៅខាងក្នុងហ្នឹងគឺផ្ទាំងថ្មខ្ពស់ធំហើយកន្លែងហ្នឹងគឺភ្នំហ្នឹងគឺខោងកដាលគឺមានអារម្មណ៍ថាគឺភ្នំហ្នឹងគឺខោងកដាលអញ្ចឹងបងប្អូនគ្នាដូចមានដូចមានលបងពាត់អញ្ចឹងណាឥឡូវខ្ញុំចូលមកដល់កន្លែងមួយទៀតហើយកន្លែងនេះកន្លែងសក្ការៈលោកយាយអីទេមកខ្ញុំមើលអត់ទាន់ហើយនេះកន្លែងអ្នកនេះឃើញដុំថ្មធំនៅចិត្តខ្ញុំនេះគឺដំរីពេជ្រឈ្មោះនេះដំរីពេជ្រហ្នឹងគឺដូចពេជ្រអញ្ចឹងណាមើលទៅដូចមានផ្លេកដូចពេជ្រអញ្ចឹងពេលថតចិត្តតែអត់ដឹងថាអ្នកគ្នាមើលឃើញអត់ទេនេះនៅឃើញទេឃើញវាឃើញអញ្ចឹងផ្លែដូចពេជ្រអញ្ចឹងហើយនៅហ្នឹងមានថ្មដោះមានអីច្រើនអ្នកគ្នាហើយគេធ្វើផ្លូវធ្វើអីឲ្យយើងដើរយ៉ាងស្រួលដែរអញ្ចឹងនៅនេះដឹងថាពេលភ្លៀងមកលិចអត់ទេហើយនេះគឺជាកន្លែងសក្ការៈគេដាក់ឈ្មោះមួយតាមហ្នឹងអញ្ចឹងឥឡូវខ្ញុំដើរទៅទៀតហើយកន្លែងនេះឃើញហ៊ុន2នេះឃើញដូចរៀងជ្រៅដែរនេះអត់ដឹងថាទៅដល់ណាឬក៏តល់ទេហើយកន្លែងនេះរៀងអោនតិចនេះឃើញដូចអ្នកនេះគាត់ឃើញអញ្ចឹងហើយខ្ញុំដើរមកចេញដល់មកជាហៀងទៀតហើយកន្លែងនេះខ្ញុំចេញមកដល់មកជាហៀងទៀតហើយកន្លែងហ្នឹងគឺយើងអាចជិះសេះទៅខាងមុខវិញបានតែពេលហ្នឹងខ្ញុំចាំជិះសេះដែរតែគាត់ថាសេះយូរពេកក៏មិនឡាយចិត្តថាដើរចូលអាងហ្នឹងទៅវិញទៅហើយមានគេលក់គ្រឿងតុបតែងគ្រឿងអីចឹងណាអ្នកនេះឥឡូវខ្ញុំមកដល់ខាងមុខវិញហើយនេះខាងមុខវិញគេមានកន្លែងនេះតែខ្ញុំថតមិញហ្នឹងគឺកន្លែងហ្នឹងគេពងតែធ្វើថ្មីចឹងតែខ្ញុំឡើងទៅគឺផ្លូវកន្លែងហ្នឹងគឺទាល់អ្នកនេះគេធ្វើអត់ទាន់ហើយអ្នកសំងគឺទុំតែចាក់ទេនិយាយទៅកន្លែងហ្នឹងគឺទុំធ្វើថ្មីហើយគឺមានគេមកលេងរៀងច្រើនដែរហើយនេះខ្ញុំឡើងទៅដល់ខាងលើហ្នឹងកន្លែងតែធ្វើថ្មីមិញហ្នឹងគឺទាល់តាមថ្ងៃហ្នឹងណានេះគឺគេកំពុងតែធ្វើអត់ទាន់ដឹងថានឹងធ្វើទៅដល់ណាទៀតទេហើយខ្ញុំក៏ឈប់តាមហ្នឹងទៅខ្ញុំអត់បន្តទៅមុខទៀតទេព្រោះអស់ផ្លូវណានេះហើយវីដេអូហ្នឹងក៏ដល់ទីបញ្ចប់ដែរហើយបើសិនជាមានចំណុចខ្វះខាតឡើយណាហើយសូមជួយកែលម្អផងហើយអរគុណដែលបានទស្សនាវីដេអូខ្ញុំបាទអរគុណបាយបាយ